ចាសសូមជម្រាបសួរដល់អ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាសខ្ញុំអាននៅព្រះគម្ពីរទំនុកដំកើងជំពូក1ខ1ដល់ខ6ខ1មានពរហើយអ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយអ្នកនោះត្រេកអរតែនឹងក្រឹតវិន័យរបស់ព្រះយេហូវ៉ាវិញក៏រំពឹងគិតក្នុងក្រឹតវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរអ្នកនោះនឹងដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹកដែលបង្កើតផលតាមរដូវកាលហើយស្លឹកក៏មិនចេះស្រពោនឡើយឯការអ្វីដែលអ្នកនោះធ្វើនោះនឹងចម្រើនឡើងទាំងអស់ចំណែកមនុស្សអាក្រក់មិនដូច្នោះទេគឺគេដូចជាអង្កាមវិញដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅដូច្នេះពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជម្រះទេឯពួកមានបាបក៏ឈរក្នុងជំនុំមនុស្សសុចរិតមិនបានដែរត្បិតព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវរបស់មនុស្សសុចរិតតែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញសូមព្រះប្រទានពរ